tục rừng lấy rừng này thành tục nào vậyបាទសួស្តីបងប្អូនទាំងអស់គ្នានេះយើងមកកាត់អាវបរោះទាំងអស់គ្នាហើយទុកថ្នាំម្លែកហើយយើងគូបញ្ជាហើយនេះស្មើនឹង4លេខពេលនេះយើងមកគូកន្លែងចុះឡេវយើងដាក់5លេខឬ5លេខកន្លះនេះដាក់បញ្ជាមកទីសងយើងឆ្លាញ់ហើយចំណុចចុះកយើងចុះមក7លេខចូលកក្នុង7លេខកន្លះហើយយើងគូបន្ទប់ត្រង់ចេះមកស្មើយើង25ចែកជា2ឃើញ25គូ25ហើយយើងធ្វើចំណុចនេះចូលចំណុចនេះមកទៅស្មើយើងបាទបាទអានេះយើងយករៀងលំបន្តិចទ្រុងយើងចែករួចឃើញ27យើងយក19កន្លែងចុះឡេវ1លេខកន្លះនេះ1លេខកន្លះទ្រូងយើង27យើងវាចំណុចនេះ27ហើយយើងបោកធ្នេ1លេខកន្លះទៀតស្មើ28កន្លះចូលមកក្នុង9លេខហើយយើងដាក់ទឹកកងចំណុចនេះយើងឡើងមក4លេខបាទហើយយើងរកសម្រងយើង72ធ្វើចំណុចនេះមក72អូមិនចាំមកដាក់ដូចគ្នា72យើងគូហើយតម្លាក់ធ្នេដេ1លេខកន្លះចូលមកក្នុង1លេខកន្លះដូចគ្នាតាគៀកយើង27យើងបូក1លេខកន្លះស្មើនឹង28កន្លះហើយយើងឡើងមក5លេខរួចយើងដាក់បន្ទិតកត្រង់មួយដើម្បីយើងរករាងចុះមកក្រោមចែកជា2ឃើញមក22យើងឡើងមកលើបន្តិច3លេខ
ចូលមកក្នុង1លេខកន្លះគូសរៀងព្រោះអាវនេះអត់សូវមានរៀងអាវមនុស្សចាស់អាវមកកណ្ដាល ហើយឆ្វេងវា ច្រកវាបាទចំណុចនេះយើងដកម្លេចផ្ទាំងក្រោយទូជាងផ្ទាំងមុខម្លេចដកម្លេចឲ្យទូជាងផ្ទាំងមុខម្លេចហើយចុចចំណុចនេះមួយហើយយើងឡើងមកចំណុចនេះមកលើ7លេខឡើងហកស្មាយើងចុច2ស្មើនឹង3កន្លះអានេះដូចគ្នា7លេខចុច2 3កន្លះដូចគ្នាហើយយើងចូលក្នុង8លេខហើយយើងឆ្វេងវាហើយយើងវាស់ស្មាខាងមុខ17កន្លះយកណាយក18លើសកន្លះលេខដើម្បីយើងដេកទៅយើងទាញមកវាស្មើចំណុចនេះយើងចេញមក1លេខកន្លះ6លេខហើយយើងគូបន្ទាត់កងហើយយើងឆ្វេងវាបាទពេលនេះយើងវាស់ដើម្បីពេលនេះយើងវាស់คลีដើម្បីយើងវាស់คลีទៅរកដៃអាវដើម្បីយើងកាត់ដៃអាវវាយកចូលចំណុចនេះឃើញមក29បាទដើម្បីយើងកាត់ដៃអាវពេលយើងកាត់វានេះទុកឬ1លេខឬកន្លះលេខចេញ